ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមករៀបផ្សាយតិចគឺចែកបន្ថែមបទពិសោធន៍នៃការលេងណាចំពោះការលេងដែរខ្ញុំគឺរយៈពេលបើសិនជាគិតពីបានកដាស្ថាពរខ្ញុំបានសម្រាប់ស្ថាពរនោះនៅថ្ងៃទី31ខែ10ឆ្នាំ2024ចា៎ហើយបើសិនជានិយាយពីការរស់នៅមិនចោះសម្រងណាគឺចាប់ដើមមានបញ្ហាហ្មងណាគឺខែ2ចូលថ្ងៃចូលឆ្នាំចិន2024ឆ្នាំតែមួយឯងហើយក៏ដាក់ពាក្យបណ្ដឹងគេដាក់ពាក្យបណ្ដឹងខ្ញុំណាគឺនៅថ្ងៃខែ4 2024សម្រាប់ថ្ងៃខ្ញុំភេទបាត់ហើយដូចថ្ងៃ20ជាងខ្ញុំអីទេចាហើយក៏ខ្ញុំបានដាក់ពាក្យបណ្ដឹងដូចគ្នាដាក់បណ្ដឹងសុំលេងនេះសុំធ្វើជាសុំសិទ្ធធ្វើជាអំណាចនេះបាននឹងចំពោះអ្នកដែលគាត់មានអត្តាស៊ីវិលតែបើសិនជាគាត់មានអត្តាស៊ីវិលនេះគាត់អាចទៅគុំសង្កាត់ដើម្បីគាត់ធ្វើលិខិតបញ្ចប់ការរស់នៅជាមួយគ្នាឬក៏តែចំណងអាពាហ៍ពិពាហ៍របស់គាត់ចឹងណាហើយនៅសុំសិទ្ធធ្វើជាអំណាចនេះបានដូចគ្នាព្រោះបើសិនជាមានកូនតែបើយើងអត់មានកូនអាហ្នឹងយើងអត់ត្រូវការធ្វើសុំសិទ្ធជាអំណាចនេះបានហើយការដែលយើងធ្វើលិខិតសុំប្តឹងធ្វើលិខិតប្តឹងទៅខាងតុលាការដើម្បីគាត់យល់ពីរឿងរបស់យើងអីចឹងណាអញ្ចឹងយើងត្រូវធ្វើគឺទី1ពាក្យដែលយើងស្នើសុំហ្នឹងគឺត្រូវមានតជាប័ណ្ណសភៅភាសាឬក៏សភៅស្នាក់នៅឬក៏សម្បត្តិកំណើតហើយនឹងទីគេសម្បត្តិអត្តាស៊ីវិលហើយបើសិនជាមានកូនកុំភ្លេចជាមួយនឹងភ្ជាប់ជាមួយនឹងសម្បត្តិកណ្ដាលកូនបើមានកូន1កូន2គឺត្រូវដាក់ទាំងអស់បើសិនជាយើងហ្នឹងយើងត្រូវដាក់ទាំងអស់ព្រោះចង់ភ្លេចដែរបងប្អូនរឿងបើតាវាមិនយូរទេប៉ុន្តែពេលខ្លះរឿងខ្លះយើងអត់ចង់ចាំអញ្ចឹងវារឿងសពិលអញ្ចឹងណាអញ្ចឹងយើងត្រូវហើយបើសិនជាបងប្អូននៅតែអត់ហ៊ានឬក៏ពិបាកអញ្ចឹងយើងអាចរកអ្នកដែលផ្លូវច្បាប់ដើម្បីណែនាំយើងប្រាប់យើងហើយពេលដែលបងប្អូនទៅដល់តុលាការហ្នឹងបើសិនជាទៅម្នាក់ឯងគឺយើងទៅខាងរដ្ឋបាលជាន់ទី1ដើម្បីយើងសួរព័ត៌មានពីគាត់ទៅគាត់នឹងប្រាប់យើងហើយថាយើងត្រូវទៅណាធ្វើពាក្យធ្វើអីព្រោះពេលដែលយើងធ្វើពាក្យនេះយើងទៅធ្វើនៅមុខតុលាការដើម្បីយើងធ្វើពាក្យហ្នឹងហើយភ្ជាប់ជាមួយនឹងឯកសារទាំងអស់ហ្នឹងទៅគេនឹងធ្វើពាក្យឲ្យយើងហើយហ្នឹងដែលបងប្អូនដែលគាត់អត់ត្រូវការពឹងផ្អែកនៅលើមេធាវីហ្នឹងណាអញ្ចឹងយើងទៅធ្វើពាក្យនៅខាងមុខតុលាការហ្នឹងគេដឹងហើយយើងគាត់ប្រាប់គេថាបងខ្ញុំសុំធ្វើពាក្យប្តឹងសុំលេងលះអញ្ចឹងគេដឹងគេនឹងធ្វើឲ្យយើងរៀបចំឲ្យយើងហើយគេនឹងសួរមូលហេតុថាតើយើងសុំលេងលះដោយសារអីអីចឹងណាហើយសុំសិទ្ធិធ្វើអំណាចនេះបាយអីចឹងពីចឹងទៅអូខេអានេះសុំផ្អាកទីសិនកូនបើភ្ញាក់ឯង